តាមការគោរពទុកនៅថ្ងៃស្អែកកម្ពុជានិងថៃមានកិច្ចប្រជុំ GBC ដើម្បីអនុវត្តបទឈប់បាញ់នៅតាមព្រំដែនកម្ពុជាបានសម្ដែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នៅថ្ងៃទី24ខែធ្នូស្អែកខាងមុខស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានដែលបានចេញបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនាយឧត្តមសេនីយ៍ណាត់ថានីតដែលជាសហប្រធាន GBC ថៃឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិនាយឧត្តមសេនីយ៍ទាសីហាបានបញ្ជាក់ជាថ្មីពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការសន្ទនានិងដំណោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិចំពេលដែលមានភាពតានតឹងនៅតាមបណ្ដោយព្រំដែនសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ានបានស្វាគមន៍ការពិភាក្សាស្តីពីការបន្តបទឈប់មាញ់និងបញ្ឈប់នៅរាល់អរិយភាពទាំងឡាយខណៈដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្ដែងក្តីសង្ឃឹមសម្រាប់ការបន្ថយភាពតានតឹងនៅដំណាក់កាលដំបូងខ្លឹមសារនៃកិច្ចពិភាក្សាកម្ពុជាបានស្នើឲ្យកិច្ចប្រជុំ GBC ផ្ដោតលើរបៀបវារៈសំខាន់មួយចំនួនទាំងនេះរួមមានការបញ្ឈប់ជាបន្ទាន់នៅអរិយភាពគ្រប់ទម្រង់ការគោរពយ៉ាងពេញលេញនិងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី28ខែកក្កដាឆ្នាំ2025ក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរថ្ងៃទី26ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្នុងក្របខ័ណ្ឌដូចគ្នាយ៉ាងណាក្តីអ្នកតាមដានសង្គមបានសន្និដ្ឋានថាកិច្ចប្រជុំស្អែកទោះជាបានលទ្ធផលល្អឬមិនល្អក៏ភាគីថៃមិនគោរពនោះដែរព្រោះកន្លងមកថៃគឺធ្វើទង្វើបែបនេះស៊ីញ៉េប៉ុន្តែដៃលុបនឹងជើង